នៅក្នុងឱកាសវេលារាត្រីនេះខ្ញុំប្រកាសថាក៏សូមលើកយកនៅមុនព្រះសីវលីបែកខាងលៀបខាងសក្ការៈឬក៏បែកខាងហៅលៀបប្រមូលលៀបណាហើយព្រះសីវលីថេរៈនេះបងប្អូនយើងគឺមានជំនឿការគោរពបូជាចំពោះព្រះថេរៈណាព្រះសីវលីនេះណាដោយខ្លះក៏មានរូបអញ្ចឹងទៅដើម្បីដឹកដល់នៃគុណរបស់លោកណាហើយខ្លះទៀតក៏មានការសែបសូត្រសម្លឹកនឹកដល់ព្រះសីវលីថេរៈនឹងដែរណាព្រោះជឿថាកាលណាដែលបានគោរពបានដឹកដល់បានស្វាព្យាផងនោះចំពោះព្រះសីវលីថេរៈអង្គនេះគឺរមែងកើតនៅលៀបកើតនៅសក្ការៈមានលៀបមានជោគមានសេរីណាអញ្ចឹងហើយក៏បងប្អូនខ្មែរយើងគឺនិយមមែនតើអញ្ចឹងព្រះសីវលីនេះគឺជាបុត្ររបស់នាងសុបវាសាណាជាបរិជ្ជធីតាព្រះចៅក្រុងកោលយៈនឹងប្រវត្តិរបស់ព្រះសីវលីហ្នឹងហើយនៅក្នុងគម្ពីរក៏បាននិយាយថាព្រះមហាសីវលីថេរៈហ្នឹងគឺការបានចាប់កំណើតនៅក្នុងផ្ទៃរបស់ណាមេដាដែលមានឈ្មោះថាសុបវាសាហ្នឹងណាដែលជាបរិជ្ជធីតាក្រុងកោលយៈហ្នឹងគឺរហូតទៅដល់រយៈពេល7ឆ្នាំ7ខែ7ថ្ងៃទៅប្រសូតហើយគម្ពីរខ្លះគឺទៅសេថារយៈពេល7ឆ្នាំ7ខែណាចឹងទៅហើយចំពោះពនាមរបស់លោកគឺអ្នកខ្លះក៏ហៅថាព្រះសឹមបាលីអ្នកខ្លះក៏ហៅថាសីវលីអ្នកខ្លះក៏ហៅថាសិវលីណាអញ្ចឹងណាហើយនៅក្នុងនោះគឺថាដូចជាព្រះអង្គសីវលីនេះគឺកាលចាប់ផ្ដើមនៃការបួសគឺមានព្រះមហាមោគលានគឺជាអ្នកកោសក់ឲ្យកោព្រះកេសាឲ្យហើយមានព្រះសិរីបុត្រគឺជាគ្រូឧបជាកាន់ថាបានព្រះមោគលានជាអ្នកកោសក់ឲ្យហ្នឹងគ្រាន់តែកោបានមួយជំហៀងហ្នឹងក៏សម្រេចនៅសោតាដល់ទៅកោបានមួយជំហៀងទៀតគឺសម្រេចនៅសក្កទាណាអញ្ចឹងដល់ពេលដែលកោហើយអញ្ចឹងទៅណាក៏សម្រេចនៅអនាគាណាហើយដល់ទៅពេលស្លៀកពាក់ស្បង់ជីពោកោសក់សពស្រួលបួលហើយក៏បានសម្រេចនៅព្រះអរហន្តណាគឺបានសម្រេចលឿនណាកាលណាកោសក់ដំបងហ្នឹងតាន់បានខណៈបានមកជាហៀងសម្រេចសោតាដល់ទៅពេលកោបានមកជាហៀងទៀតសម្រេចនៅសក្កទាដល់ទៅពេលកោហើយអីហើយកាលណាហើយណាបានសម្រេចអនាគាស្លៀកបងស្លៀកអីណាហើយសពគ្រប់ប្រការហើយក៏សម្រេចព្រះអរហន្តទៅហ្នឹងអញ្ចឹងណាគឺសំណាងណាគឺអំណាចរបស់លោកបុណ្យរបស់លោកគឺខ្ពង់ខ្ពស់ណាស់អញ្ចឹងគឺមុននឹងយើងចូលទៅដល់ការសែបសូត្រនៅមុនគាថាខ្ញុំប្រកាសណាក៏សូមពោលនៅព្រះគាថាបែបសម្រាយឱកាសខ្ញុំប្រកាសណាសូមរតនាព្រះសីវលីថេរៈជាអម្ចាស់សូមព្រះអង្គនិមន្តមកបំភ្លឺចក្ខុទ្វារនិងខណ្ឌទាំង5នៃខ្ញុំប្រកាសណាក្នុងការឥឡូវនេះហងសូមដេជះព្រះសីវលីថេរៈជាអង្គម្ចាស់សូមព្រះអង្គនិមន្តមកគង់លើព្រះសិរសានិងតួអង្គនៃខ្ញុំប្រកាសណានាគ្រាឥឡូវនេះហងសូមដេជះព្រះសីវលីថេរៈជាអង្គម្ចាស់សូមព្រះអង្គនិមន្តមកដល់នៅលៀបនៅសក្ការៈប្របធនដល់យើងខ្ញុំសូមឲ្យមាននៅសេចក្តីសុខក្សេមក្សាន្តជានិរន្តរ៍ត
បន្តរៀងទៅឱកាសខ្ញុំប្រកាសណាសូមរលឹកនឹកនៅគុណអភិញាទាំង6របស់ព្រះសីវលីមហាថេរៈសូមនិមន្តយាងមកបង្កើតឲ្យទលំទលេក្នុងចក្ខុទ្វាមនោទ្វាជីវហាទ្វាសោតទ្វានៃខ្ញុំប្រកាសណាក្នុងគ្រាឥឡូវនេះហងអហង្លាពោលាភិណੰសក្ការោចពោជិតោសូមដេជះបារមីនៃខ្ញុំប្រកាសណាដែលបានបំពេញនូវកុសលក្នុងអតីតជាតិកន្លងជាច្រើនអនេកក្តីបន្តមកដល់បច្ចុប្បន្នជាតិនេះក្តីនឹងដោយអំណាចនៅបញ្ញកិរិយាអោនកាយវិចារចិត្តគោរពបាត់នមស្ការចំពោះបរតនត្រ័យនិងព្រះសីវលីមហាថេរៈសូមឲ្យមានលៀបសក្ការៈចូលមកមានដល់ខ្ញុំប្រកាសណាដូចជាអង្គព្រះសីវលីមហាថេរៈកន្លងមកនោះហងទេវាមនុស្សសានំពោជិតោចិត្តតិចិត្តੰអរហង្គអេតិពុទ្ធោអហិចិត្តੰអហិអរហង្គអហិពុទ្ធោចឹងគឺយើងចាប់ផ្ដើមនៃការសាបសូររបស់យើងនិមន្តរបស់ព្រះសីវលីគឺជាការនមស្ការគ្រប់នឹករលឹកនឹកដល់គុណរបស់ព្រះសីវលីដោយសាបដោយគាថានៅក្នុងរូបភាពឬក៏សារអត្ថសម្លេងនៃវីដេអូនេះអស់លោកអ្នកបានឃើញនៅអក្ខរលេខគុណនៃចម្បកណាបានរៀបសរសេរនៅលើដីកាឡាទាំងនៃទូរស័ព្ទរបស់លោកអ្នកហើយគឺមានរហូតដល់2មេទី1គឺសូត្រថាអដ្ឋੰហៃមាសត្ថាទេវាពុរិសោអ្នកជាលិតិមិត្តចិត្តੰមិត្តੰសត្ថាអ្នកជាលិតិអញ្ចឹងនៅក្នុងមុននេះគឺយើងមុនទាំងពីរនេះគឺយើងអាចសូត្រមេណាក៏បានដែរខាងលើមួយខាងក្រោមមួយមេទី1គឺសូត្រអដ្ឋੰហៃមាសត្ថាទេវាបរិសោអ្នកជាលិតិមិត្តੰចិត្តੰសត្ថាអ្នកជាលិតិណាគឺយើងសូត្រ7ចប់ហើយពុះមុនទី2វិញគឺយើងសូត្រថាព្រះសីវលីចមហាថេរោសីលវណ្ណោចមហាសុខੰសព្វយានੰសព្វអាហារភោជនੰសព្វផលੰសព្វភេសជ្ជੰសព្វឧតកੰសព្វវត្ថੰអាកច្ឆាយអាកច្ឆាហិសព្វេចនីពពូចនីសព្វលាភੰភវន្តុមេអញ្ចឹងនៅក្នុងមុននេះតាំងពីនេះគឺយើងសូត្រ7ចប់បើសិនជាអត់នេះទេយើងសូត្រ3ចប់ក៏បានដែរគឺរបៀបអីចឹងទៅពេលដែលយើងក្រោកពីទំនេរអីហ្នឹងក៏យើងរលឹកនឹកដល់ឲ្យសាបទៅមុនហ្នឹងទៅតែមុននៅខាងក្រោមវារៀងវែងបន្តិចហើយយើងអាចសូត្រខាងលើទៅក៏បានដែរនៅក្នុងមុននេះគឺយើងសូត្រទៅសាបទៅរលឹកនឹកដល់ទៅក៏រមែងកើតលៀបកើតសក្ការៈអីផងហើយការដែលយើងកើតលៀបកើតសក្ការៈវាអាស្រ័យនឹងបុណ្យនិងកុសលការដែលយើងបានបំពេញការដែលយើងបានធ្វើដោយការសាបការសូត្រឬក៏យើងបានរលឹកនឹកដល់ទាំងអស់ហ្នឹងហើយអ្វីត្បិតថាមាននមន្តគាថាយ៉ាងណាក្តីក៏សូមឲ្យយើងជាអ្នករក្សានៅមាននៅសិលដែរណាទោះបីជាយើងសាបក៏ដោយតែយើងជាបុគ្គលរក្សានៅសិលឬក៏មាននៅសិលដែរដូចជាថ្ងៃសិលអីយើងជាពុទ្ធជនអីយើងបាច់ទៅអីវែងឆ្ងាយទេយើងអាចរក្សានៅថ្ងៃសិលអីចឹងទៅណាលើកសិក្ខាបទ5អីកាន់ទៅនឹងក៏មានអានុភាពឬក៏បាននៅសេចក្តីសុខសេចក្តីចម្រើនហើយក៏បានផលប្រយោជន៍ដល់យើងនឹងយើងគិតពីចំណុចមួយហ្នឹងថាលើកថាផលប្រយោជន៍ឬក៏បានបុណ្យកុសលអីចឹងទៅណាជាតិបច្ចុប្បន្នផងទៅដល់ជាតិអនាគតកាលផងណាតាមអំណាចដែលយើងបានរក្សានឹងអញ្ចឹងគឺមុនរបស់សីវលីនេះគឺលៀបបច្ចុប្បន្នតែប្រសិនបើយើងចង់បានលៀបបច្ចុប្បន្នហើយទាំងលៀបអនាគតកាលផងតើឲ្យយើងរក្សាប្រសិនបើនេះវាមិនបានវាកើតមាសកើតប្រាក់កើតយុគកើតស័កវាអាស្រ័យបុណ្យកុសលអាយុវែងក៏អាស្រ័យបុណ្យកុសលអញ្ចឹងទៅណានឹងមិនមានរោគក៏ជាបុណ្យកុសលមិនមានភ័យក៏ជាបុណ្យកុសលហើយក៏សូមឲ្យប្រកបដោយស
សិលសមាធិបញ្ញាតែរពិចារណាបញ្ញាហ្នឹងបើបញ្ញាយល់ខុសក៏មិនមាននៅសិលក៏មិនមាននៅសមាធិបើបញ្ញាយល់នៅផ្លូវត្រូវក៏រមែងមាននៅសិលហើយក៏មាននៅសមាធិហើយប្រសិនបើអត់មាននៅសិលក៏គ្មានបញ្ញាការត្រេះរិះពិចារណាប្រៀបបីដូចជាមនុស្សល្ងងអីជាដើមទៅណាបើសិនជាគ្មានសិលក៏មិនមានសមាធិហើយក៏មិនមានបញ្ញាណាហើយបើសិនជាគ្មានសមាធិណាគ្មាននៅសិលក៏គ្មាននៅបញ្ញាព្រោះអានោះវាជាតួណាយើងគិតពិចារណាទៅថាសមាធិនាំឲ្យកើតនៅសិលសមាធិនាំឲ្យកើតបញ្ញាណាយើងពោលចេះវិញវាត្រូវជាងទីមួយគឺបញ្ញាយល់ត្រូវក៏នាំឲ្យកើតនៅសិលបញ្ញាយល់ត្រូវក៏នាំឲ្យកើតនៅសមាធិណាហើយប្រសិនបើសិលថាបើមានសិលក៏នាំឲ្យកើតមាននៅបញ្ញាណាប្រសិនបើមានសិលក៏នាំឲ្យកើតនៅសមាធិមាននៅសមាធិនាំឲ្យកើតនៅសិលមានសមាធិនាំឲ្យកើតនៅបញ្ញាណាអញ្ចឹងណាបញ្ញាចាក់លុះមានភាពៀងវៃមើលឃើញលុះទម្លុះនៅសង្ខារធម៌ឃើញពីសេចក្តីការកើតការចាស់ឈឺស្លាប់អីជាដើមមិនតន្ទេររឿងអបាយមុខផ្សេងហ្នឹងណាអញ្ចឹងយើងពិចារណាថឹងថ្លែងទៅហើយណាដាក់នៅក្នុងចិត្តនៅក្នុងអារម្មណ៍ពិចារណាឆ្លងកាត់នៅបញ្ញារបស់ខ្លួនពេលខ្លះការដែលយើងបានស្ដាប់ឮនៅអ្នកដតីនិយាយយើងបានឃើញនៅផ្ទាំងប៉ាន់ណូដែលគេដាក់ផ្លាកមិនស្មើនឹងយើងទេសរេះពិចារណាអីទេ